តាមមានសកម្មភាពប្រមាណយ៉ាងរបស់មហាសេដ្ឋី Bill Gates ដើម្បីបង្កើនភាពជោគជ័យសួស្តីអ្នកនរគ្នាខ្ញុំម៉េងថ្ងៃនេះផងដែរគឺខ្ញុំមានវីដេអូមួយដែលនឹងបង្ហាញអ្នកនរគ្នាអំពីចំណុចខ្លះៗដែលលោកមហាសេដ្ឋី Bill Gates ហ្នឹងគាត់ជោគជ័យហ្នឹងទៅចឹងយើងដឹងថាលោក Bill Gates គឺជាបុគ្គលល្បីនៅលើពិភពលោកដែលមានតួនាទីនិងស្នាដៃសំខាន់ជាច្រើនហើយគាត់គឺជាស្ថាបនិក Microsoft ហើយក៏ជាអ្នកផលិតនៅ Windows ផងដែរហើយគាត់ត្រូវបានគេចាត់ទុកថាជាអ្នកនយោបាយបច្ចេកវិទ្យានិងជាមនុស្សសម្បត្តិធនធានខ្ពស់ម្នាក់នៅក្នុងប្រវត្តិសាស្ត្រផងដែរដូច្នេះតើមានសកម្មភាពប្រមាណយ៉ាងដែលមហាសេដ្ឋី Bill Gates គាត់ធ្វើដើម្បីបង្កើនភាពជោគជ័យសកម្មភាពគឺមាន6យ៉ាងរបស់មហាសេដ្ឋី Bill Gates ដើម្បីបង្កើតនូវភាពជោគជ័យសកម្មភាពទី1គឺត្រូវមានថាមពលជោគជ័យតម្រូវឲ្យមានថាមពលខ្លាំងក្នុងការងារនិងការរីកចម្រើនលោក Bill Gates តែងតែធ្វើការជាថ្ងៃច្រើនម៉ោងនិងមិនសោកស្ដាយពេលប្រឈមមុខនឹងបញ្ហាដើម្បីធ្វើឲ្យ Microsoft នឹងឡើងសល់ក្នុងទីផ្សារបច្ចេកវិទ្យាទី2ព្យាយាមធ្វើការងារទៅទៅនឹងការបដិញ្ញានិងភាពជោគជ័យគឺមិនអាចកើតឡើងដោយស្រេចតែចិត្តបានទេត្រូវតែមានការខិតខំប្រឹងប្រែងផងដែរចំពោះលោក Bill Gates នឹងគាត់បានចាប់ផ្ដើម Microsoft ពីកុំព្យូទ័រតូចមួយនៅក្នុង garage ហើយអាចដឹកនាំក្រុមឲ្យបង្កើតនូវផលិតផលថ្មីបានយ៉ាងទៅចំណុចទី3ផ្ដោតទៅលើការបង្កើតអនាគតមិនត្រឹមតែជួញដូរឬក៏ធ្វើសពថ្ងៃទេតែមានទស្សនៈលើអនាគតនិងបង្កើតអ្វីដែលមានប្រយោជន៍ជាងនេះទៅទៀតលោក Bill Gates គាត់មិនត្រឹមតែផ្ដោតទៅលើ Windows ប៉ុណ្ណោះទេប៉ុន្តែគាត់ស្វែងរកវិធីសាស្ត្រថ្មីដើម្បីចូលទៅក្នុងអនាគតបច្ចេកវិទ្យា Cloud និង AI យ៉ាងទៅចំណុចទី4រីករាយនឹងកិច្ចការដែលខ្លួនកំពុងធ្វើមានភាពរីករាយក្នុងការងារជួយឲ្យមានចំណង់ចំណូលចិត្តនិងធ្វើបានយូរគាត់សប្បាយចិត្តក្នុងការបង្កើតកម្មវិធីនិងស្វែងរកអំពីបច្ចេកវិទ្យាថ្មីទោះបីជាការងារគាត់នឹងលំបាកក៏ដោយអញ្ចឹងលោក Bill Gates គាត់រីករាយទៅនឹងកិច្ចការដែលគាត់កំពុងធ្វើហ្នឹងទៅទី5ស្ដាប់និងសួរអ្នកដទៃដើម្បីរៀនអំពីគំនិតថ្មីមនុស្សជោគជ័យមិនដឹងគ្រប់អ្វីទេត្រូវតែស្វែងយល់ពីគំនិតនិងបទពិសោធន៍អ្នកដទៃនឹងឯងលោក Bill Gates នឹងគាត់តែងតែសន្ទនានិងស្វែងយល់ពីអ្នកជំនាញនិងនវានុវត្តន៍ផ្សេងដើម្បីបង្កើតនូវផលិតផលថ្មីជាប្រចាំគឺគំនិតរបស់គាត់នឹងគឺតែងតែអភិវឌ្ឍទៅមុខជានិច្ចគឺមិនដែលដើរថយក្រោយទេគាត់តែងតែស្ដាប់និងសួរទៅអ្នកដទៃនឹងដើម្បីគាត់នឹងទទួលបាននៅគំនិតថ្មីមិនឲ្យគំនិតរបស់គាត់នឹងនៅដដែលទេគឺត្រូវតែអភិវឌ្ឍជានិច្ចចឹងទៅទី6ដែលជាចំណុចចុងក្រោយគឺជ្រើសរើសមនុស្សល្អមកធ្វើការជាមួយជោគជ័យមិនអាចធ្វើឡើងដោយមនុស្សតែម្នាក់ទេត្រូវតែមានក្រុមឬក៏អ្នកមានសមត្ថភាពនិងចិត្តវិជ្ជាល្អចឹងទៅក៏ជារឿងអ្នកឆ្នើមក្នុងវិស័យបច្ចេកវិទ្យាការគ្រប់គ្រងមកបង្កើត Microsoft រួមគ្នានឹងទទួលបានភាពជោគជ័យសកលចឹងទៅនេះគឺជាចំណុច6យ៉ាងដែលលោក Bill Gates នឹងគាត់ជោគជ័យចឹងសង្ខេបឲ្យខ្លីទៅការជោគជ័យរបស់លោក Bill Gates នឹងគឺមិនត្រឹមតែជាសំណាងទេតែដោយសារតែគាត់មានថាមពលខ្លាំងការខិតខំប្រឹងប្រែងទស្សនៈលើអនាគតការសប្បាយចិត្តក្នុងការងារនិងការស្វែងយល់ពីអ្នកដទៃរួមជាមួយនឹងការជ្រើសរើសមនុស្សល្អជាប្រឹក្សាក្រុមចឹងទៅដូច្នេះខ្ញុំសូមសង្ខេបម្ដងទៀតចាំសកម្មភាព6យ៉ាងរបស់មហាសេដ្ឋី Bill Gates ដើម្បីបង្កើនភាពជោគជ័យចំណុចទី1គឺត្រូវមានថាមពលចំណុចទី2ព្យាយាមធ្វើការងារចំណុចទី3ផ្ដោតទៅលើការបង្កើតអនាគតចំណុចទី4រីករាយនឹងកិច្ចការដែលខ្លួនកំពុងធ្វើចំណុចទី5ស្ដាប់និងសួរអ្នកដទៃដើម្បីរៀនពីគំនិតថ្មីចំណុចទី6ដែលជាចំណុចចុងក្រោយគឺជ្រើសរើសមនុស្សល្អមកធ្វើការជាមួយអរគុណអ្នកនរគ្នាសម្រាប់ការចំណាយពេលនិងការស្ដាប់វីដេអូរបស់ខ្ញុំជួបគ្នានៅវីដេអូក្រោយទៀតបាយ